Sisdeni seperti ngokni. Jadi kami madang tiada hari kali ni jumlah bertiada buat mui dari kuat jabaram hari rat tapi saya sembram ni sepon senam timur tipi. Ru ko yang ani tan ni sepet dari jol nak nong macam tan pet lambung ni tak madang. Dari yang lek lain jomศึกษา ទាំងអស់គ្នានោះគឺ etymology medical ដែលខ្មែរយើងបកថាពាក្យឬក្នុងវិទ្យាសាស្ត្រនេះគឺជាពាក្យកន្លឹះដែលគឺជាពាក្យរឿងមួយដែលពិតជាមានអត្ថន័យសម្រាប់និស្សិតដែលទើបតែនឹងចូលសិក្សានៅក្នុងផ្នែកវិទ្យាសាស្ត្រពិសេសគឺបងឆ្នាំទី1តែម្ដងដែលពាក្យនេះយើងយកទៅប្រើនឹងផ្សំនៅក្នុងការប្រើប្រាស់នៅក្បួនពេទ្យដតៃទៀតឬក៏ការប្រាស់នៅក្នុងន័យបែបវិទ្យាសាស្ត្រដតៃទៀតដែលពាក្យនោះយើងនឹងរៀបផ្សំឡើងថាតើពាក្យអ្វីខ្លះដែលយើងយកមកប្រើហើយការប្រើប្រាស់បែបយ៉ាងម៉េចព្រមទាំងមានឧទាហរណ៍សម្រាប់ពន្យល់បន្ថែមឲ្យមានការងាយយល់តែម្ដងសម្រាប់និស្សិតដែលមិនទាន់ចេះតែម្ដងអញ្ចឹងយើងនឹងរៀបរាប់ដូចតទៅថ្ងៃនេះយើងនឹងរៀនអំពីពាក្យprefix ដែលយើងហៅថាពាក្យបន្ថែមដើមនោះដែលឬក៏អង្គដែលពាក្យនេះមានន័យថាមិនមានឬក៏ខ្វះខាតតើមានឧទាហរណ៍អ្វីខ្លះនិងពាក្យប្រើនិងពាក្យហ្នឹងវាប្រើប្រាស់អ្វីខ្លះពាក្យឧទាហរណ៍ទី1ដែលខ្ញុំនឹងលើកឡើងនេះគឺ amenorrhea គឺស្មើនឹងពាក្យ prefix បូកជាមួយនឹង suffix ដែលយើងថាបូកជាមួយនឹង amenorrhea ដូច្នោះយើងអាចបំបញ្ញពាក្យនេះជាពីរគឺស្មើជាមួយនឹងមិនមានឬខ្វះខាតដែលយើងបានលើកឡើងពីមុនហើយនិង menorrhea មានន័យថាការមករដូវរបស់ស្ត្រីដូច្នោះពាក្យនេះamenorrhea មានន័យថាគឺការមិនមករដូវរបស់ស្ត្រីឬក៏ការអត់មានរដូវរបស់ស្ត្រីនេះជាពាក្យទី1ហើយពាក្យទី2ដែលយើងនឹងលើកឡើងនោះគឺ anaerobia ដូចជាដឹងទាំងអស់គ្នាហើយប៉ុន្តែពាក្យបារាំងគឺស្មើនឹង etymology នេះគឺមានពាក្យរឹសរបស់គេមានការបូកគឺស្មើជាមួយនឹងពាក្យ3ម៉ាត់អង្គបូកជាមួយនឹង aero បូកជាមួយនឹង b អង្គស្មើនឹងមិនមានឬខ្វះខាតaero ស្មើនឹងខ្យល់ b ស្មើvới យោដែលមានន័យថាដែលមានជីវិតដូច្នោះពាក្យនេះមានន័យថា anaerobia មានន័យថាដែលរស់នៅមិនត្រូវការខ្យល់បាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ការទស្សនាវីដេអូឃ្លីបមួយនេះគោលបំណងសម្រួលទៅដល់និស្សិតពេទ្យប្អូនដែលទើបតែនឹងចូលនៅក្នុងមជ្ឈដ្ឋានពេទ្យឬវិស័យសុខាភិបាលដើម្បីជាគ្រឹះក្នុងការយល់ដឹងបន្ថែមរបស់ប្អូនគេហទំព័រដើម Jam Physiology ហើយសូមតាមដាននៅក្នុងអភិបន្តទៀតខ្ញុំនឹងលើកឡើងនៅវីដេអូឃ្លីបដែលទាក់ទងជាមួយនឹងពាក្យបច្ចេកទេសដ៏ច្រើនដើម្បីជាចំណេះដឹងបន្ថែមដល់ប្អូនសម្រាប់ការងាយស្រួលការសិក្សារបស់ប្អូនតែម្ដងបាទសូមអរគុណ